បងប្អូនម្នាក់ត្រូវបានស្លាប់យ៉ាងណាយធម្មដោយសារតែគាត់បានប៉ះពាល់ជាមួយនឹងសារធាតុគីមីបងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងឆ្នាំ1999នៅក្នុងប្រទេសជប៉ុនដែលបរិសម្នាក់នេះគឺមានឈ្មោះថា Hisashi បងប្អូនដែលគាត់បានធ្វើការនៅក្នុងរោងចក្រគីមីមួយកន្លែងដែលជាកន្លែងពិសោធន៍សារធាតុគីមីដើម្បីយកអាធាតុគីមីហ្នឹងទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរបងប្អូនអញ្ចឹងថ្ងៃហ្នឹងគឺគាត់បានយកអាសារធាតុគីមីរបស់គាត់ហ្នឹងទៅចាក់នៅក្នុងអាធុងគីមីមួយទៀតបងប្អូនដែលនៅក្នុងធុងគីមីហ្នឹងគឺមានអាទឹកគីមីដើម្បីធ្វើការពិសោធន៍ជាមួយគ្នាហ្នឹងអញ្ចឹងណាបងប្អូននៅពេលដែលគាត់ចាក់ទៅបងប្អូនចៃដន្យអាទឹកគីមីហ្នឹងគឺវាប្រតិកម្មបងប្អូនស្រាប់តែផ្ទុះមកធ្វើអាទឹកគីមីហ្នឹងគឺស្រោចមកលើខ្លួនគាត់តែម្ដងបងប្អូនហើយពេលនោះគេក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះអញ្ចឹងណាបងប្អូនប៉ុន្តែនៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យបងប្អូនស្រាប់តែអាកោសិកាសាច់ឈាមរបស់គាត់ហ្នឹងស្រាប់តែវាងាប់បងប្អូនគឺកម្រើកឡើងរួចតែម្ដងបងប្អូនប៉ុន្តែគាត់អាចនិយាយបានបងប្អូននៅពេលដែលគេធ្វើការព្យាបាលពេទ្យក៏បានយកចិត្តទុកដាក់ដើម្បីព្យាយាមជួយសង្គ្រោះគាត់ពីអាសារធាតុគីមីនេះអញ្ចឹងណាបងប្អូនស្រាប់តែដំបូងគឺអត់សូវអីទេបងប្អូនដែលរាងកាយរបស់គាត់គឺនៅធម្មតាអញ្ចឹងណាបងប្អូនប៉ុន្តែចាប់ពីរយៈពេល1ខែ2ខែរហូតដល់85ថ្ងៃបងប្អូនគឺរាងកាយរបស់គាត់ចាប់ផ្ដើមមកលួយខ្ទេចតែម្ដងបងប្អូនហើយសរីរាង្គរបស់គាត់គឺចាប់ផ្ដើមលូតមានប្រវែង2.15សង់ទីម៉ែត្របងប្អូនអូ my god ដែលមើលទៅគឺចម្លែកមែនតើបងប្អូនហើយពេលនោះពេទ្យក៏បានចូលមកដល់ក្នុងបន្ទប់បរិសម្នាក់ហ្នឹងបងប្អូនស្រាប់តែឃើញរូបរាងកាយរបស់គាត់គឺចម្លែកមែនតើបងប្អូនគឺចាប់ផ្ដើមមកលួយអស់ហើយនៅសល់អាក្រងឆ្អឹងហ្នឹងគឺដូចសត្វចម្លែកបេះបិទបងប្អូនអូ my god តែរឿងនេះគឺល្បីផ្ទុះខ្លាំងមែនតើបងប្អូននៅក្នុងប្រទេសជប៉ុនណានៅក្នុងឆ្នាំ1999ហ្នឹងតែម្ដងបងប្អូនហើយខ្លាចជាប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសជប៉ុនដែរបងប្អូនដែលបរិសម្នាក់ហ្នឹងគឺស្លាប់ហើយមានអាការៈគឺចម្លែកខុសគេបងប្អូនហើយសាកសពរបស់គាត់គឺដូចសត្វចម្លែកបេះបិទអញ្ចឹងតែម្ដងបងប្អូនអូ my god បងប្អូនបរិសទាំង3នាក់នេះត្រូវជាប់ពន្ធនាគារអស់មួយជីវិតដោយសារតែចាក់សម្លាប់ទៅលើបរិសម្នាក់ទៀតដែលមានឈ្មោះថា Kelly Bawan អញ្ចឹងរឿងនេះគឺការឡើងនៅក្នុងសហរដ្ឋអាមេរិកស្ថិតនៅក្នុងពន្ធនាគារមួយកន្លែងដែលបរិសដែលត្រូវបានគេចាក់សម្លាប់គឺមានឈ្មោះថា Kelly Bawan មានអាយុ33ឆ្នាំចំណែកឯឃាតករទាំង3នាក់ទៀតដែលបានចាក់សម្លាប់ទៅលើ Kelly Bawan ហ្នឹងគឺម្នាក់មានឈ្មោះថា Mark Fellow មានអាយុ45ឆ្នាំម្នាក់ទៀតមានឈ្មោះថា Lee Novel មានអាយុ57ឆ្នាំចំណែកឯម្នាក់ចុងក្រោយគេមានឈ្មោះថា David Taylor មានអាយុ64ឆ្នាំហេតុការណ៍នេះគឺការឡើងនៅថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ដែលពួកគេបានចាក់សម្លាប់ទៅលើ Kelly Bawan ហ្នឹងនៅក្នុងបន្ទប់ទឹកការចាក់សម្លាប់របស់ពួកគេហ្នឹងគឺប្រើប្រាស់អាវុធកែច្នៃរបស់ពួកគេផ្ទាល់តែម្ដងគឺចាក់ទៅលើដងខ្លួនរបស់ Kelly Bawan ហ្នឹងគឺចំនួន25កាំបិតហើយចំណាយពេលត្រឹមតែ5នាទីតែប៉ុណ្ណោះដែលធ្វើឲ្យ Kelly Bawan ហ្នឹងគឺស្លាប់ភ្លាមៗនៅកន្លែងកាត់ហែហ្នឹងតែម្ដងក្រោយមកពួកគេក៏បានធ្វើការយកសាកសពរបស់ Kelly Bawan ហ្នឹងទៅកន្លែងដែល Kelly Bawan សម្រាកអញ្ចឹងណាពួកគេក៏បានធ្វើការរៀបចំដោយដាក់ Kelly Bawan ហ្នឹងនៅលើគ្រែរៀបចំដូចជាដេកធម្មតាពួកគេរៀបចំបែបនេះគឺដើម្បីបន្លំភ្នែកសន្តិសុខដែលនៅទីនោះឲ្យមើលមកឃើញថា Kelly Bawan ហ្នឹងគឺបានដេកជាធម្មតាប៉ុន្តែមិនដូចជាអ្វីដែលពួកគេបានគិតនោះទេគឺសមត្ថកិច្ចក៏បានធ្វើការរកឃើញថា Kelly Bawan ហ្នឹងគឺត្រូវបានបាត់បង់ជីវិតបាត់ទៅហើយដោយសារតែដងខ្លួនរបស់ Kelly Bawan ហ្នឹងគឺត្រូវបានចាក់ជាច្រើនកំបិតក្រោយមកសមត្ថកិច្ចក៏បានឆែកមើលកាមេរ៉ានៅទីនោះក៏បានឃើញថាបរិសទាំង3នាក់នេះគឺជាអ្នកធ្វើសកម្មភាពសម្រាប់ទៅលើ Kelly Bawan អញ្ចឹងហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបរិសទាំង3នាក់ហ្នឹងតែម្ដងហើយសមត្ថកិច្ចក៏បានបញ្ជូនបរិសទាំង3នាក់នេះទៅកាន់តុលាការដើម្បីធ្វើការកាត់ក្តីម្ដងទៀតក្រោយមកតុលាការក៏បានធ្វើការកាត់ក្តីទៅលើបរិសទាំង3នាក់នោះគឺដាក់ពន្ធនាគារពួកគេអស់មួយជីវិតដោយសារតែពួកគេហ្នឹងគឺបានសម្លាប់ទៅលើបរិសម្នាក់ទៀតដែលមានឈ្មោះថា Kelly Bawan អញ្ចឹងមូលហេតុនៃការសម្លាប់របស់ពួកគេទៅលើ Kelly Bawan ហ្នឹងគឺមានតែមួយគត់គឺដោយសារតែ Kelly Bawan ហ្នឹងគឺជាឃាតករដែលកាចសាហាវឃោរឃៅបានចាក់សម្លាប់ទៅលើក្មេងស្រីម្នាក់ទៀតដែលមានអាយុត្រឹមតែ2ឆ្នាំប៉ុណ្ណោះហើយ Kelly Bawan ហ្នឹងគឺបានចាក់សម្លាប់យ៉ាងសាហាវឃោរឃៅទៅលើក្មេងស្រីម្នាក់ហ្នឹងចំនួន101កាំបិតដែលធ្វើឲ្យរាងកាយរបស់ក្មេងស្រីម្នាក់ហ្នឹងគឺមានការដាច់លហែកពីគ្នាតែម្ដងដោយសារសោកក្មេងស្រីម្នាក់ហ្នឹងគឺពិបាកមើលមែនតើបងប្អូនអញ្ចឹងហើយទៅធ្វើឲ្យបរិសម្នាក់នេះគឺមានចិត្តខឹងអញ្ចឹងហើយទៅពួកគេសម្រេចចិត្តរួមគំនិតគ្នាសម្លាប់ទៅលើ Kelly Bawan ហ្នឹងតែម្ដងបងប្អូនអូ my god អ្នកទោសចាក់សម្លាប់អ្នកទោសគ្នាឯងហើយអ្នកទោសទាំង3នាក់នេះត្រូវជាប់ពន្ធនាគារអស់មួយជីវិតទៀតគឺជារឿងមួយដែលមិននឹកស្មានដល់អញ្ចឹងណាបងប្អូនអូ my god អញ្ចឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេច like page share វីដេអូរបស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូនបរិសម្នាក់ត្រូវបានគេប្តឹងទាមទារសំណងចំនួន$3000ដោយសារតែការជួយស្ត្រីម្នាក់បងប្អូនអញ្ចឹងរឿងនេះគឺការឡើងនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Los Angeles ដែលបរិសម្នាក់នោះគឺមានឈ្មោះថា Daniel ដែលនៅក្នុងពេលនោះគឺ Daniel គាត់បានឃើញស្ត្រីម្នាក់ដែលកំពុងតែដើររៀបនឹងឆ្លងផ្លូវអញ្ចឹងណាបងប្អូនស្រាប់តែគាត់ឃើញឡានបោះពួយយ៉ាងលឿនតែម្ដងបងប្អូនហើយគាត់ក៏លេចទៅមើលស្ត្រីម្នាក់ស្រាប់តែគាត់កំពុងតែដើរឆ្លងផ្លូវហើយបែរជាចុចទូរស័ព្ទធ្វើមិនដឹងបងប្អូនហើយអត់មានមើលឆ្វេងមើលស្ដាំទេបងប្អូនហើយពេលនោះ Daniel គាត់ឃើញអញ្ចឹងក៏ខ្លាចឡានហ្នឹងគឺបុកស្ត្រីម្នាក់ហ្នឹងអញ្ចឹងណាបងប្អូនគាត់ក៏បានទៅជួយស្ត្រីម្នាក់គឺចាប់ទាញស្ត្រីម្នាក់ថយមកក្រោយវិញកុំឲ្យដើរឆ្លងផ្លូវអញ្ចឹងណាបងប្អូនដើម្បីឲ្យឡានហ្នឹងគឺបើកទៅមុខសិនកុំឲ្យឡានហ្នឹងគឺបោះពួយមកបុកស្ត្រីម្នាក់ហ្នឹងអញ្ចឹងណាបងប្អូនស្រាប់តែគាត់ចាប់ទាញស្ត្រីម្នាក់ថយមកក្រោយមកមានណាបងប្អូនស្រាប់តែស្ត្រីម្នាក់គឺស្រែកដាក់ដញ្ញល់តាមម្ដងបងប្អូនគឺគាត់បានស្រែកថាដញ្ញល់ហ្នឹងគឺបានបំពេញលើរាងកាយរបស់គាត់បងប្អូនហើយពេលនោះហើយគឺគាត់បានចាប់ផ្ដើមដាក់ពាក្យបណ្ដឹងទៅកាន់តុលាការតែម្ដងបងប្អូនដោយចាត់ប្រកាន់ទៅលើដញ្ញល់ថាគឺបានបំពេញលើរាងកាយរបស់គាត់បងប្អូនអញ្ចឹងហើយគាត់ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការទារសំណងចំនួន$3000ដោយចាត់ប្រកាន់ថាដញ្ញល់ហ្នឹងគឺបានប៉ះពាល់និងរំលោភលើរាងកាយរបស់គាត់បងប្អូនអូ my god ស្ត្រីម្នាក់នេះ
គេខំជួយឲ្យបែរជាប្តឹងទាមទារសំណងគេចំនួន$3000ទៅវិញបងប្អូន Oh my god មិនធម្មតាទេហើយពេលនោះតុលាការក៏បានធ្វើការកោះហៅ Daniel ដើម្បីទៅដោះស្រាយជាមួយករណីរឿងក្តីមួយនេះអញ្ចឹងណាបងប្អូននៅពេលដែល Daniel ទៅដល់តុលាការ Daniel ក៏បាននិយាយថាគាត់អត់មានបំណងទៅបំពេញលើរាងកាយរបស់ស្ត្រីម្នាក់នោះទេបងប្អូនដោយសារតែគាត់ឃើញស្ត្រីម្នាក់ហ្នឹងគឺដើរឆ្លងផ្លូវដោយមិនមើលឆ្វេងមើលស្ដាំគឺចុចតែទូរស័ព្ទរបស់គាត់អញ្ចឹងហើយគាត់ក៏ខ្លាចឡានដែលបោះពួរយ៉ាងលឿនហ្នឹងគឺមកបុកស្ត្រីម្នាក់ហ្នឹងអញ្ចឹងហើយគាត់ក៏បានទៅចាប់ស្ត្រីម្នាក់ហ្នឹងគឺទាញគាត់ថយមកក្រោយសិនគឺកុំតាន់ឲ្យគាត់ដើរទៅមុខអញ្ចឹងណាបងប្អូនប្រាប់តែស្ត្រីម្នាក់ហ្នឹងគឺចាប់ប្រកាន់ទៅលើ Daniel ថា Daniel ហ្នឹងគឺបានបំពេញលើរាងកាយរបស់គាត់មិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនហើយក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ Daniel ទៀតបងប្អូនដែលធ្វើឲ្យ Daniel ហ្នឹងគឺហួសចិត្តខ្លាំងមែនតើបងប្អូនពេលនោះគឺធ្វើឲ្យមហាជនដែលនៅក្នុងតុលាការក៏មានការហួសចិត្តចំពោះស្ត្រីម្នាក់នេះដែរបងប្អូនហើយតុលាការក៏បានធ្វើការរៀបចំដោះស្រាយករណីរឿងក្តីមួយនេះអញ្ចឹងណាបងប្អូនបើមើលទៅតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងឡានមួយបានបង្ហាញថាគឺ Daniel គាត់បានព្យាយាមជួយស្ត្រីម្នាក់ហ្នឹងមែនបងប្អូនប៉ុន្តែការជួយរបស់គាត់ហ្នឹងគឺទៅចាប់ទាញស្ត្រីម្នាក់ហ្នឹងគឺទាញគាត់ថយមកក្រោយវិញហាក់បីមើលទៅគឺដូចមិនមានបំណងទៅលើស្ត្រីម្នាក់ហ្នឹងទេបងប្អូនបែរជាស្ត្រីម្នាក់គឺចាត់ប្រកាន់ទៅលើ Daniel ថា Daniel ហ្នឹងគឺបំពេញរំលោភលើរាងកាយរបស់គាត់ទៅវិញបងប្អូន Oh my god ហើយរឿងនេះគេកំពុងតែធ្វើការដោះស្រាយបងប្អូនដោយសារតែមេធាវីរបស់ស្ត្រីម្នាក់ក៏បានចោទប្រកាន់ទៅកាន់ Daniel ហើយមេធាវីរបស់ Daniel ក៏កំពុងតែការពារ Daniel ដែរបងប្អូនអញ្ចឹងហើយគេកំពុងតែធ្វើការដោះស្រាយបងប្អូនតើបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះបងប្អូនកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះផងបងប្អូនកីឡាករបាល់គប់ដ៏ល្បីល្បាញម្នាក់ត្រូវបានជាប់ពន្ធនាគាររយៈពេល6ខែដោយសារតែការប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួនឯងបងប្អូនអញ្ចឹងរឿងនេះគឺការឡើងនៅក្នុងសហរដ្ឋអាមេរិកដែលកីឡាកររូបនោះគឺមានឈ្មោះថា Zack Stacy គឺជាកីឡាករបាល់គប់មួយរូបនៅក្នុងសហរដ្ឋអាមេរិកហើយក៏មានគេឈ្មោះល្បីល្បាញផងដែរបងប្អូនកីឡាកររូបនេះគឺបានប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួនឯងគឺដោយសារតែប្រពន្ធរបស់ខ្លួនឯងគឺនិយាយតាក់ទងទៅនឹងលុយដែលត្រូវបង់ថ្លៃផ្ទះដែលគាត់បានជួលអញ្ចឹងណាបងប្អូនហើយការនិយាយរបស់គាត់គឺនិយាយមិនចុះសម្រុងគ្នាក៏មានការឆ្លោះបតែបតប់គ្នាហើយក៏កីឡាករ Zack រូបនេះគឺបានប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធរបស់គាត់តែម្ដងបងប្អូនដោយចាប់ប្រពន្ធរបស់គាត់គឺកវែងទៅបុកជាមួយទូរទស្សន៍មកតំហឹងតែម្ដងបងប្អូនដែលធ្វើឲ្យប្រពន្ធរបស់គាត់ហ្នឹងគឺដួលទៅលើឥដ្ឋហ្នឹងតែម្ដងហើយ Zack ក៏បានប្រើប្រាស់អំពើហិង្សាផ្សេងគឺសាហាវខូខើមែនតែនបងប្អូនហើយ Zack រូបនេះក៏បានធ្វើការវាយដំទៅលើប្រពន្ធរបស់គាត់ទាំងដែលប្រពន្ធរបស់គាត់ហ្នឹងទើបតែមានកូន7ខែតែប៉ុណ្ណោះបងប្អូន Oh my god មិនធម្មតាទេបងប្អូនប្រពន្ធទើបតែសម្រាលកូនបានរយៈពេល7ខែប៉ុណ្ណោះ Zack ក៏បានប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធរបស់គាត់គឺវាយដំច្រំធាក់តែម្ដងបងប្អូនហើយក្រោយមកប្រពន្ធរបស់ Zack ហ្នឹងក៏បានប្តឹងទៅកាន់តុលាការដើម្បីឲ្យតុលាការមកចាប់ Zack ហ្នឹងតែម្ដងបងប្អូនអញ្ចឹងហើយនៅពេលដែល Zack ទៅដល់តុលាការហើយគេក៏បានធ្វើការសួរនាំអំពីរឿងបញ្ហាដែលបានកើតឡើងតាក់ទងទៅនឹងការប្រើប្រាស់អំពើហិង្សារបស់ Zack ហ្នឹងបងប្អូនប្រពន្ធរបស់គាត់ក៏បានបង្ហាញវីដេអូផុសតាងទៅកាន់តុលាការដើម្បីឲ្យតុលាការធ្វើការចាត់ចែងនិងកាត់ក្តីទៅលើ Zack ហ្នឹងតែម្ដងបងប្អូនការប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធរបស់គាត់នេះបងប្អូន Zack គឺមិនមែនប្រព្រឹត្តលើកទី1ទេបងប្អូនគឺ Zack នេះគឺបានប្រើប្រាស់អំពើហិង្សាជារឿយជាច្រើនដងមែនតើបងប្អូននៅក្នុងគ្រួសារអញ្ចឹងណាគ្រាន់តែប្រពន្ធរបស់គាត់គឺមិនទាន់ប្តឹងទៅកាន់តុលាការទេគ្រាន់តែប្រាប់ទៅសមត្ថកិច្ចនៅតាមមូលដ្ឋានដើម្បីឲ្យចាប់ Zack ហ្នឹងគឺយកទៅពមៀនតែប៉ុណ្ណោះបងប្អូនគឺជាច្រើនលើកជាសារមែនតើបងប្អូនដែល Zack បានប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធរបស់គាត់អញ្ចឹងណាហើយលើកនេះគឺជាលើកដែលធ្វើឲ្យប្រពន្ធរបស់គាត់ឈឺចាប់ខ្លាំងបងប្អូនអញ្ចឹងហើយប្រពន្ធរបស់គាត់ក៏បានសម្រេចចិត្តប្តឹងទៅតុលាការដើម្បីឲ្យតុលាការធ្វើការចាប់ Zack យកទៅកាត់ក្តីតាមនីតិវិធីតែម្ដងបងប្អូនហើយតុលាការក៏បានធ្វើការកាត់ក្តីឲ្យ Zack ជាប់ពន្ធនាគារអស់រយៈពេល6ខែបងប្អូនដោយសារតែសកម្មភាពរបស់ Zack នេះគឺសាហាវខូខើអញ្ចឹងណាបងប្អូនគឺប្រព្រឹត្តអំពើហិង្សានៅក្នុងគ្រួសាររបស់ខ្លួនឯងទាំងដែលកូនរបស់ខ្លួនឯងគឺទៅតែមានអាយុទៅតែ7ខែតែប៉ុណ្ណោះបងប្អូន Oh my god មិនធម្មតាទេបងប្អូនដាច់ចិត្តលើកដៃវាយប្រពន្ធទៅរួចប្រពន្ធទៅតែមានកូនបានរយៈពេល7ខែតែប៉ុណ្ណោះបងប្អូនហើយកីឡាកររូបនេះគឺមិនមែនប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធរបស់គាត់តែម្ដងទេណាបងប្អូនគឺច្រើនដងច្រើនលើកច្រើនសារមែនតើបងប្អូនរហូតដល់ប្រពន្ធរបស់គាត់ដាច់ចិត្តប្តឹងទៅកាន់តុលាការដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធីច្បាប់តែម្ដងបងប្អូន Oh my god Zack ម្នាក់នេះគឺជាកីឡាករដ៏ល្បីល្បាញមួយរូបមិនសមណាប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួនឯងទេបងប្អូនដែលធ្វើឲ្យអ្នកគ្រប់គ្រងរបស់គាត់ហ្នឹងគឺម្នាក់គឺមានការភ្ញាក់ផ្អើលទៅលើ Zack ហ្នឹងតែម្ដងបងប្អូនធ្លាប់តែគ្រប់គ្រង Zack បែរជា Zack ហ្នឹងគឺជាមនុស្សដែលប្រើប្រាស់អំពើហិង្សាទៅលើក្រុមគ្រួសាររបស់គាត់ទៅវិញបងប្អូន Oh my god ពេលប្រអាយុ14ឆ្នាំម្នាក់ត្រូវបានកាត់ទោសប្រហារជីវិតទាំងដែលរូបគេមិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះបងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ1944នៅក្នុងទីក្រុង Alcaloo ដែលក្មេងប្រុសម្នាក់នោះគឺមានឈ្មោះថា George អាយុ14ឆ្នាំគឺជាជនជាតិស្បែកខ្មៅមូលហេតុនៃការប្រហារជីវិត George នេះគឺដោយសារតែគេចោទប្រកាន់ទៅលើ George ថា George បានរំលោភនិងសម្លាប់ទៅលើក្មេងស្រីចំនួន2នាក់ដែលក្មេងស្រីទាំងពីរនោះគឺជាជនជាតិស្បែកសបងប្អូនហើយក្មេងស្រីទី1គឺមានឈ្មោះថា Beth June អាយុ14ឆ្នាំហើយក្មេងស្រីទី2គឺមានឈ្មោះថា Mary Emma ដែលមានអាយុ7ឆ្នាំបងប្អូនដោយសារតែ George បានជួបក្មេងស្រីទាំងពីរនាក់នេះចុង
ក្រោយគេបង្អស់មុនពេលដែលក្មេងស្រីទៅបានឃាតករសម្លាប់អញ្ចឹងហើយបានសមត្ថកិច្ចទៅចាប់ខ្លួន George ហើយនិងបងប្រុសរបស់ George ដើម្បីយកទៅសាកសួរនិងឃុំឃាំង George ដើម្បីយកទៅសួរចម្លើយតែម្ដងបងប្អូនរយៈពេលមួយសប្តាហ៍ក្រោយមកសមត្ថកិច្ចក៏បានដោះលែងបងប្រុសរបស់ George ដែលមានឈ្មោះថា John ហ្នឹងគឺដោយសារតែគាត់ហ្នឹងមិនដឹងរឿងតាក់ទងទៅនឹងការបាត់ខ្លួនឬក៏ស្លាប់របស់ក្មេងស្រីស្បែកសទាំងពីរនាក់នេះទេបងប្អូនអញ្ចឹងហើយគេនៅតែបន្តឃុំឃាំងខ្លួនរបស់ George ដើម្បីធ្វើការសាកសួរនិងបន្តគំរាមកំហែងទៅដល់ George ថែមទៀតផងបងប្អូនកំឡុងកាលពេលគេឃុំឃាំងហ្នឹងគេមិនអោយមានអ្នកណាទៅសួរសុខទុក្ខឬក៏យកបាយទឹកទៅឲ្យ George នោះទេបងប្អូនសូម្បីតែឪពុកម្ដាយរបស់ George ដោយសារតែពួកគាត់គឺជាជនជាតិស្បែកខ្មៅហ្នឹងអញ្ចឹងហើយនៅក្នុងចំនួននោះគឺមានការរើសអើងទៅលើជនជាតិស្បែកខ្មៅមែនតើបងប្អូនជនជាតិស្បែកខ្មៅគឺនិយាយរួមទៅគឺជនជាតិស្បែកសអត់ចូលចិត្តជនជាតិស្បែកខ្មៅទេបងប្អូនក្រោយមកសមត្ថកិច្ចក៏បានធ្វើការសួរនិងឃុំឃាំង George អស់ជាច្រើនថ្ងៃរយៈពេល81ថ្ងៃបងប្អូនក្រោយមកគេតុលាការក៏បានយក George ហ្នឹងទៅធ្វើការកាត់ក្តីតែម្ដងបងប្អូនហើយរយៈពេលនៃការកាត់ក្តីរបស់ George គឺអត់យូរទេបងប្អូនគឺខ្លីមែនតើត្រឹមតែរយៈពេល2ម៉ោងតែប៉ុណ្ណោះបងប្អូនគេក៏បានធ្វើការកាត់ក្តីកាត់ទោស George ហ្នឹងគឺដោយប្រហារជីវិត George តែម្ដងបងប្អូនដោយសារតែគេចោទប្រកាន់ George ថា George បានរំលោភនិងសម្លាប់ទៅលើក្មេងស្រីពាក្យនេះគឺជាពាក្យសម្ដីដែលតុលាការគឺនិយាយនឹងចោទប្រកាន់ទៅលើ George បងប្អូនអញ្ចឹងហើយតុលាការក៏សម្រេចកាត់ក្តីប្រហារជីវិត George នឹងតែម្ដងបងប្អូនហើយប្រហារជីវិតទៅលើ George ហ្នឹងគឺដោយដាក់ George នៅលើកៅអីឆក់ដើម្បីឆក់ឲ្យ George ហ្នឹងគឺស្លាប់បាត់បង់ជីវិតតែម្ដងបងប្អូនហើយការប្រហារជីវិតរបស់ George ហ្នឹងគឺជាប្រវត្តិសាស្ត្រមួយបងប្អូនដែលមានអ្នកទោសជាច្រើនលានអ្នកគឺ George ហ្នឹងហើយគឺជាអ្នកទោសដែលក្មេងជាងគេហើយត្រូវបានប្រហារជីវិតទៀតបងប្អូនអញ្ចឹងហើយរឿងនេះគឺមានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្ននេះបងប្អូនគឺភាពអយុត្តិធម៌ចំពោះជនជាតិស្បែកខ្មៅហើយអស់រយៈពេល70ឆ្នាំក្រោយមកតុលាការក៏បានធ្វើការសើរើរឿងក្តីនេះឡើងវិញដើម្បីធ្វើការស្រាវជ្រាវតើ George បានប្រព្រឹត្តកំហុសដែរឬអត់បងប្អូនហើយតុលាការក៏បានរកឃើញថា George ហ្នឹងគឺគ្មានទោសកំហុសអ្វីនោះទេបងប្អូនការកាត់ក្តីចំនួននោះគឺមានភាពអយុត្តិធម៌មែនតែនបងប្អូនចំពោះ George ហើយនិងក្រុមគ្រួសាររបស់ George បងប្អូនអញ្ចឹងហើយរឿងរ៉ាវហ្នឹងគឺផ្ទុះនឹងល្បីមកដល់ពេលបច្ចុប្បន្ននេះផងដែរបងប្អូនអញ្ចឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេកុំភ្លេចចុច like page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូនស្ត្រីម្នាក់សម្រាប់កូនរបស់ខ្លួនឯងដល់ទៅ2នាក់ហើយបែរជាទម្លាក់កំហុសនេះទៅឲ្យប្អូនស្រីរបស់ខ្លួនឯងទៅវិញបងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងរដ្ឋមួយកន្លែងតែនៅពេលនោះគឺប្តីរបស់ស្ត្រីម្នាក់ហ្នឹងគឺបានមកដល់ផ្ទះស្រាប់តែឃើញផ្សែងពេញផ្ទះអញ្ចឹងណាបងប្អូនក៏បានចូលទៅមើលក៏ឃើញភ្លើងឆេះនៅក្នុងចក្រានដែលកំពុងតែចម្អិនអញ្ចឹងណាពេលនោះប្តីក៏បានទៅមើលក៏ឃើញកូនរបស់ខ្លួនឯងហ្នឹងគឺនៅក្នុងអាឡដុតនំបងប្អូន Oh my god អាឡដែលគេសម្រាប់ដុតនំចម្អិនបាយចម្អិនសាច់អញ្ចឹងណាបងប្អូនគឺនៅក្នុងអាឡមួយហ្នឹងដែលធ្វើឲ្យប្តីរបស់គាត់ហ្នឹងគឺមានការតក់ស្លុតមែនតើបងប្អូនពេលនោះបរិសម្នាក់ហ្នឹងក៏បានខលទៅកាន់សមត្ថកិច្ចដើម្បីឲ្យមកអន្តរាគមន៍នៅកន្លែងហ្នឹងអញ្ចឹងណាពេលដែលសមត្ថកិច្ចក៏មកដល់ក៏បានធ្វើការឃាត់ខ្លួនប្រពន្ធរបស់គាត់ភ្លាមតែម្ដងបងប្អូនដោយសារតែរឿងនេះគឺពាក់ព័ន្ធជាមួយនឹងប្រពន្ធរបស់គាត់ពីព្រោះថានៅក្នុងផ្ទះហ្នឹងមានតែកូនរបស់គាត់ចំនួន2នាក់ហើយនិងប្រពន្ធរបស់គាត់ម្នាក់នោះទេអញ្ចឹងហើយគឺអត់មានអ្នកផ្សេងទេបងប្អូនពេលនោះប៉ូលីសក៏បានចាប់ខ្លួនប្រពន្ធរបស់គាត់យកទៅតុលាការដើម្បីធ្វើការសួរចម្លើយតែម្ដងបងប្អូនពេលនៅក្នុងតុលាការប្រពន្ធរបស់គាត់ហ្នឹងគឺមិនបានសារភាពអ្វីទាំងអស់បងប្អូនគឺគាត់បានចោទទៅលើប្អូនស្រីរបស់គាត់ថាប្អូនស្រីរបស់គាត់ហ្នឹងគឺជាអ្នកសម្លាប់កូនរបស់គាត់ទាំងពីរទៅវិញបងប្អូនទាំងដែលប្អូនស្រីរបស់គាត់ហ្នឹងគឺនៅឆ្ងាយពីរដ្ឋរបស់គាត់រស់នៅទៀត Oh my god អញ្ចឹងហើយដែលធ្វើឲ្យសមត្ថកិច្ចឬក៏តុលាការហ្នឹងគឺមិនជឿនឹងពាក្យសម្ដីរបស់គាត់ទេនោះក្រោយមកតុលាការក៏បានកោះហៅប្អូនស្រីរបស់គាត់ដើម្បីមកធ្វើការសាកសួរតាក់ទងទៅនឹងរឿងហ្នឹងអញ្ចឹងណាបងប្អូនពេលនោះប្អូនស្រីរបស់គាត់ក៏បាននិយាយថាគាត់អត់មានពាក់ព័ន្ធអត់មានបានដឹងអីទេពេលដែលកើតហើយហ្នឹងគឺគាត់អត់បាននៅក្នុងតំបន់ហ្នឹងទេបងប្អូនប្អូនគាត់ក៏បានបញ្ជាក់ប្រាប់តុលាការថាបងស្រីរបស់គាត់ហ្នឹងគឺអាចនឹងមានវិបត្តិផ្លូវចិត្តដោយសារតែបងស្រីរបស់គាត់ហ្នឹងគឺមានវិបត្តិផ្លូវចិត្តតាំងពីតូចរហូតមកដល់ធំអញ្ចឹងអាចធ្វើអ្វីទៅពីទៅពីដោយមិនដឹងអីអញ្ចឹងណាពេលនោះតុលាការក៏បានស៊ើបអង្កេតដឹងស្នាមម្រាមដៃក៏ពិនិត្យមើលម្រាមដៃម្រាមអីទៅលើសាកសពរបស់ក្មេងនោះគឺដឹងថាគឺជាម្ដាយរបស់ក្មេងហ្នឹងតែម្ដងដែលបានសម្លាប់ក្មេងទាំងពីរហ្នឹងអញ្ចឹងណាបងប្អូនក្រោយមកតុលាការក៏បានធ្វើការសម្រេចនិងកាត់ក្តីឲ្យម្ដាយហ្នឹងគឺជាប់ពន្ធនាគារត្រឹមតែ5ឆ្នាំតែប៉ុណ្ណោះបងប្អូនដែលធ្វើឲ្យប្តីរបស់គាត់ហ្នឹងគឺមានការទួញសោកមែនតែនដោយសារតែបាត់កូនរបស់ខ្លួនទាំងពីរនាក់ហើយបែរជាប្រពន្ធរបស់ខ្លួនត្រូវជាប់គុកទៀតបងប្អូនតើបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមផងបងប្អូន5នាក់នេះត្រូវបានគេប្តឹងទាមទារសំណងចំនួន$10000ដោយសារតែការជួយស្ត្រីម្នាក់នៅតាមដងផ្លូវបងប្អូនអញ្ចឹងរឿងនេះគឺកើតឡើងនៅក្នុងសហរដ្ឋអាមេរិកដែលដើមហេតុដំបូងឡើយគឺស្ត្រីហើយនិងបរិសុទ្ធដែលពាក់ខោខៀវហ្នឹងបងប្អូនគឺបានដើរជាមួយគ្នាតាមដងផ្លូវហើយមកដល់ចំណុចកើតហេតុហ្នឹងក៏បានឆ្លោះតតែងគ្នាក៏ស្ត្រីម្នាក់ហ្នឹងបានរុញបរិសុទ្ធម្នាក់ហ្នឹងចេញពីគាត់អញ្ចឹងណាហើយបរិសុទ្ធអាវខៀវហ្នឹងក៏មានការខឹងសម្បាក៏បានធ្វើការដាល់គាត់មកដៃចំកណ្ដាលមុខតែម្ដងបងប្អូនដែលធ្វើឲ្យគាត់ដួលទៅនឹងឥដ្ឋហ្នឹងតែម្ដងបងប្អូនហើយពេលនោះបរិសុទ្ធអាវខៀវនិងប៉ពួករបស់គាត់ម្នាក់ទៀតក៏បានព្យាយាមជួយលើកស្ត្រីម្នាក់ហ្នឹងឡើងវិញដែរអញ្ចឹងណាបងប្អូនប៉ុន្តែមានបរិសុទ្ធម្នាក់ទៀតដែលគាត់បានឃើញហេតុការណ៍ជាក់ស្ដែងដែលបរិសុទ្ធខោខៀវហ្នឹងគឺបានវាយទៅលើស្ត្រីម្នាក់ហ្នឹងអញ្ចឹងណាអញ្ចឹងធ្វើឲ្យគាត់ខឹងសម្បាចំនួនស្ត្រីម្នាក់ក៏បានជួយតាមវាយបរិសុទ្ធម្នាក់ហ្នឹងតែម្ដងបងប្អូនហើយក៏បានចាប់បរិសុទ្ធខោខៀវ
khêu នឹងគឺចងដើម្បីប្តឹងទៅសមត្ថកិច្ចឲ្យមកចាប់បរិសខោខៀវនឹងតែម្ដងបងប្អូនហើយពេលនោះនៅពេលដែលសមត្ថកិច្ចមកដល់ក៏បានខាត់ខ្លួនបរិសខោខៀវនឹងហើយក៏ខាត់ខ្លួនអ្នកដែលបានជួយដែរបងប្អូនគឺខាត់ខ្លួនពួកគាត់ទាំងពីរអ្នកនឹងតែម្ដងយកទៅតុលាការដើម្បីធ្វើការកាត់ក្តីបងប្អូនហើយនៅពេលទៅដល់តុលាការស្ត្រីម្នាក់ដែលត្រូវបានបរិសខោខៀវនឹងវាយបងប្អូនគាត់ក៏បានសុំឲ្យតុលាការដោះលែងបរិសម្នាក់នឹងទៅដោយសារតែបរិសម្នាក់នឹងគឺជាប្តីរបស់គាត់ហើយរឿងហេតុដែលធ្វើឲ្យបរិសម្នាក់នឹងដាល់គាត់នឹងគឺដោយសារតែការឆ្លោះទាស់តែងគ្នាអញ្ចឹងណាអញ្ចឹងហើយទើបធ្វើឲ្យប្តីរបស់គាត់នឹងគឺធ្វើការវាយទៅលើគាត់នឹងតែម្ដងហើយពេលនោះតុលាការក៏បានធ្វើការដោះលែងទៅតាមសំណើដែលស្ត្រីម្នាក់នឹងបានសុំអញ្ចឹងណាហើយបន្ទាប់មកអ្វីដែលហួសចិត្តបងប្អូនគឺស្ត្រីម្នាក់នឹងបានប្តឹងទៅកាន់បរិសម្នាក់ទៀតដែលបានជួយគាត់ណាបងប្អូនដែលបានជួយគាត់វាយប្តីរបស់គាត់ណាគឺប្តឹងទាមទារសំណងចំនួន$10000បងប្អូនដោយសារតែបរិសម្នាក់នឹងបានវាយប្តីគាត់ហើយបានចាប់ចងប្តីគាត់ទៀតអញ្ចឹងគាត់ប្តឹងទាមទារសំណងចំនួន$10000ថ្លៃជំងឺចិត្តរបស់គាត់អញ្ចឹងណាបងប្អូន Oh my god គេខំជួយឲ្យតែប្តឹងគេទាមទារសំណងចំនួន$10000ទៀតបងប្អូនតែបងប្អូនយល់យ៉ាងណាដែរចំពោះស្ត្រីម្នាក់នេះបងប្អូនហើយតុលាការក៏បានធ្វើការកាត់ក្តីផងដែរប៉ុន្តែពេលនោះបរិសម្នាក់ដែលបានជួយណាគាត់ក៏មានមេធាវីរបស់គាត់ដែរមេធាវីរបស់គាត់ក៏បាននិយាយថាគាត់គ្មានបំណងណាទៅធ្វើបាបប្តីរបស់គាត់ទេគាត់គ្រាន់តែជួយស្ត្រីម្នាក់ហ្នឹងដើម្បីកុំឲ្យបរិសម្នាក់ហ្នឹងធ្វើបាបអញ្ចឹងណានិយាយទៅហួសចិត្តបងប្អូនគេខំជួយឲ្យបែរជាប្តឹងទាមទារសំណងគេ$10000ទៀតបងប្អូន Oh my god អត់យល់សោះស្ត្រីម្នាក់នេះបងប្អូនក្មេងប្រុសម្នាក់ត្រូវបានស្លាប់ភ្លាមៗដោយសារតែមិត្តភក្តិរបស់ខ្លួនបានយកកាបិតមកចាក់ពីខាងក្រោយចំកញ្ជឹងកបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងបងប្អូនអញ្ចឹងនេះគឺការឡើងនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងរដ្ឋតិចសាសនៅវិទ្យាល័យមួយកន្លែងរឿងហេតុដំបូងឡើយគឺក្មេងប្រុស2នាក់នេះគឺបានបាត់បារីអេឡិចត្រូនិករបស់ខ្លួនបងប្អូនដែលក្មេងប្រុសទាំងពីរនាក់នេះម្នាក់គឺមានឈ្មោះថា Andre ហើយម្នាក់ទៀតគឺមានឈ្មោះថា Theo ហើយពួកគេទាំងពីរនាក់នេះគឺបានបាត់បារីអេឡិចត្រូនិករបស់ខ្លួនដែលបានទិញមកពីហាងមួយកន្លែងដែលមានតម្លៃ$21បងប្អូនហើយក្រោយមកពួកគេក៏បានចាត់ប្រកាន់ទៅកាន់ក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថា Smur បងប្អូនគឺចាត់ប្រកាន់ថាក្មេងប្រុសដែលមានឈ្មោះថា Smur ហ្នឹងគឺបានយកបារីអេឡិចត្រូនិករបស់ខ្លួនអញ្ចឹងហើយពួកគេក៏បានទៅតាមទារបារីអេឡិចត្រូនិករបស់ខ្លួនពី Smur អញ្ចឹងណាបងប្អូននៅពេលដែលគេទៅតាមទារពួកគេក៏បានឆែកក្នុងកតារបស់ Smur ផងឆែកនៅក្នុងខ្លួនរបស់ Smur ផងគឺមិនឃើញបារីអេឡិចត្រូនិករបស់ពួកគេទេបងប្អូនអញ្ចឹងហើយទៅធ្វើឲ្យក្មេងប្រុសចំនួន2នាក់ហ្នឹងគឺបានខឹងកាន់តែខ្លាំងទៅលើ Smur នឹងតែម្ដងបងប្អូនហើយក្រោយមកនៅពេលដែលដល់ម៉ោងចេញទៅផ្ទះបងប្អូនរឿងដែលនឹកស្មានមិនដល់ណាបងប្អូនគឺក្មេងប្រុសដែលមានឈ្មោះថា Smur ហ្នឹងគឺបានចាំឪពុករបស់ខ្លួនមកយកនៅសាលាអញ្ចឹងណាដោយឈរចាំនៅខាងក្រៅសាលាស្រាប់តែក្មេងប្រុស2នាក់ទៀតដែលមានឈ្មោះថា Andre ហើយនិង Theo ហ្នឹងក៏បានដើរទៅពីក្រៅក៏បានទាញកត្រៃរបស់ខ្លួនចេញពីចង្កេះខោទៅចាក់ Smur ពីក្រោយចំកញ្ជឹងក៏បណ្ដាលឲ្យ Smur ហ្នឹងគឺស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហ្នឹងតែម្ដងបងប្អូន Oh my god សាហាវមែនតើបងប្អូនហើយក្រោយមកពួកគេក៏បានរត់គេចខ្លួនបាត់ហើយ Smur ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះអញ្ចឹងណាបងប្អូនតែនៅពេលដល់មន្ទីរពេទ្យក៏បានប្រាប់ថា Smur ហ្នឹងគឺបានបាត់បង់ជីវិតបាត់ទៅហើយដោយសារតែកត្រៃហ្នឹងគឺចាក់ចំកញ្ជឹងកខាងក្រោយដែលចំសរសៃពិសេសអញ្ចឹងធ្វើឲ្យ Smur គឺស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហ្នឹងតែម្ដងបងប្អូន Oh my god ឈរសុកត្រូវគេយកកត្រៃមកចាក់ចំកញ្ជឹងក៏បណ្ដាលឲ្យស្លាប់ភ្លាមៗបងប្អូន Oh my god សាហាវមែនតើបងប្អូនហើយក្រោយមកក្រុមគូសាររបស់ Smur ក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងប្រុសដែលបានចាក់សម្លាប់ Smur អញ្ចឹងបងប្អូនហើយក្រោយមកគេក៏បានធ្វើការឃាត់ខ្លួនក្មេងប្រុសដែលបានចាក់សម្លាប់ Smur នឹងបានតែម្ដងបងប្អូនហើយនៅពេលដែលគេចាប់ក្មេងប្រុសទាំងពីរនាក់ហ្នឹងក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Andre ហ្នឹងក៏បានឆ្លើយសារភាពថាខ្លួនគឺបានចាក់ទៅលើ Smur ពិតមែនបងប្អូនប៉ុន្តែគេមិនមានបំណងចាក់សម្លាប់ Smur នោះទេគ្រាន់តែចាក់ឲ្យមានរបួសដើម្បីឲ្យ Smur ហ្នឹងខ្លាចពួកគេតែម្ដងបងប្អូនតែមានណាចៃដន្យអីគឺ Smur បានស្លាប់អញ្ចឹងហើយគេក៏អត់មានបំណងចាក់សម្លាប់ Smur នោះទេបងប្អូនតែធ្វើឲ្យក្រុមគូសាររបស់សាច់ញាតិ Smur ហ្នឹងគឺមានការខឹងសម្បាទៅកាន់ក្មេងប្រុសហ្នឹងមែនតើបងប្អូនចាក់កូនរបស់គេចំពីក្រោយចំកញ្ជឹងក៏បណ្ដាលឲ្យស្លាប់ហើយបែរជានិយាយថាមិនមានបំណងចាក់ឲ្យស្លាប់បងប្អូន Oh my god ក្មេងប្រុសម្នាក់នេះប្រហែលជាឆ្លើយដើម្បីយកដោះខ្លួនណាបងប្អូនអញ្ចឹងហើយក្រោយមកតុលាការក៏បានសួរនាំតើរឿងហេតុអ្វីបានជា Andre ហ្នឹងគឺបានចាក់ទៅលើ Smur អញ្ចឹងណា Andre ក៏បាននិយាយថាដោយសារតែខ្លួនហ្នឹងគឺបានបាត់បារីអេឡិចត្រូនិកដែលបានទិញមកពីហាងមួយកន្លែងដែលមានតម្លៃត្រឹមតែ$21តែប៉ុណ្ណោះអញ្ចឹងហើយពួកគេក៏បានចោទប្រកាន់ទៅលើ Smur អញ្ចឹងណាហើយក្រុមមិត្តភក្តិរបស់ពួកគេក៏បានចោទប្រកាន់ទៅលើ Smur ដែរថា Smur បានលួចអញ្ចឹងណាអញ្ចឹងហើយទើបធ្វើឲ្យគេមានការចិត្តខឹងក៏បានយកកន្ត្រៃរបស់ខ្លួនហ្នឹងយកទៅចាក់ Smur ចំពីក្រោយចំកញ្ជឹងក៏បណ្ដាលឲ្យ Smur ហ្នឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហ្នឹងតែម្ដងបងប្អូនហើយក៏មកតុលាការក៏បានធ្វើការកាត់ក្តីនឹងសម្រេចឲ្យ Andre ហ្នឹងគឺជាប់ពន្ធនាគារអស់មួយជីវិតហើយត្រូវបង់ថ្លៃជំងឺចិត្តទៅកាន់ក្រុមគូសារសាច់ញាតិរបស់ Smur ហ្នឹងគឺចំនួន$3លានថែមទៀតបងប្អូន Oh my god ត្រូវជាប់គុកអស់មួយជីវិតហើយត្រូវបង់លុយទៅឲ្យក្រុមគូសារសាច់ញាតិជនរងគ្រោះចំនួន$3លានថែមទៀតបងប្អូន Oh my god បងប្អូនហើយ Smur និង Andre ហ្នឹងគឺជាមិត្តភក្តិដែលរៀនជាមួយគ្នានៅក្នុងថ្នាក់ជាមួយគ្នាទៀតបងប្អូនហេតុអីបានជា Andre ហ្នឹងគឺដាច់ចិត្តចាក់សម្លាប់មិត្តភក្តិរបស់ខ្លួនឯងបងប្អូន Oh my god អញ្ចឹងហើយបានគេថាបងប្អូនរាប់អានមិត្តខុសគឺខុសហើយតែបើរាប់អានមិត្តត្រូវគឺត្រូវបងប្អូនអញ្ចឹងហើយបើយើងរាប់អានមិត្តខុសគឺដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនថ្ងៃណាមួយគង់តែមកចាក់យើងទេបងប្អូន Oh my god អញ្ចឹងហើយតើបងប្អូនគិតយ៉ាងណាដែរចំពោះ Andre ម្នាក់នេះបងប្អូនដែលគាត់បាននិយាយថាគាត់គ្មានបំណងចាក់សម្លាប់ Smur ណាបងប្អូនកុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះផងបងប្អូនអញ្ចឹងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេច like page share វីដេអូរបស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីបងប្អូនក្មេងស្រីម្នាក់ត្រូវបានខូចមុខអស់មួយជីវិតដោយសារតែនំ
ខេកបងប្អូនអញ្ចឹងរឿងនេះគឺការឡើងនៅក្នុងសហរដ្ឋអាមេរិកដែលក្មេងស្រីម្នាក់គឺមានឈ្មោះថា Alice ដែលមានអាយុ15ឆ្នាំបងប្អូនអញ្ចឹងរឿងហេតុដំបូងឡើយគឺកើតឡើងនៅក្នុងផ្ទះរបស់នាងតែម្ដងដែលនាងបានរៀបចំពិធីខួបកំណើតរបស់ខ្លួននៅក្នុងផ្ទះរបស់នាងតែម្ដងបងប្អូនហើយក៏បានហៅមិត្តភ័ក្តិរបស់ខ្លួនហ្នឹងគឺមកលេងជប់លៀងនៅក្នុងផ្ទះរបស់នាងតែម្ដងណាបងប្អូននៅពេលដែលគេចាប់ផ្ដើមធ្វើការយកនំខេកមកឲ្យនាងផ្លុំណាបងប្អូននៅពេលដែលនាងផ្លុំហើយបងប្អូនអ្វីដែលស្មានមកដល់នោះគឺមិត្តភ័ក្តិរបស់គាត់គឺបានចាប់ក្បាលរបស់គាត់គឺបោកជាមួយនឹងនំខេកមកទំហឹងតែម្ដងបងប្អូនដែលបណ្ដាលឲ្យគាត់គឺសន្លប់នៅលើតុនំខេកហ្នឹងតែម្ដងបងប្អូន Oh my god ហើយពេលនោះមិត្តភ័ក្តិរបស់គាត់គឺស្មានតែគាត់ធ្វើលេងអញ្ចឹងណាបងប្អូនក៏នាំគ្នាសើចសប្បាយក្អាកក្អាយតែអ្វីដែលគួរឲ្យនឹកស្មានមកដល់នោះគឺនៅពេលដែលបន្តិចទៀតហ្នឹងគឺស្រាប់តែអាឈាមហ្នឹងគឺហូរតាមនំខេកចេញមកតែម្ដងបងប្អូនដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងពិធីខួបកំណើតហ្នឹងតែម្ដងបងប្អូនអញ្ចឹងហើយពេលនោះគេក៏បានឃើញអាលីសហ្នឹងគឺបានមុតជាមួយនឹងនំខេកដោយសារតែក្នុងនំខេកហ្នឹងគឺមានឈើចំនួន2បងប្អូនដែលដោតឡើងមកអញ្ចឹងណាតែគេដោតមិនដឹងថាគេដោតធ្វើអីទេបងប្អូនប្រហែលជាគេដោតដើម្បីតុបតែងនំនឹងឲ្យស្អាតណាបងប្អូនអញ្ចឹងហើយគឺធ្វើឲ្យអាឈើហ្នឹងគឺមុតមុខអាលីសហ្នឹងតែម្ដងបងប្អូនអញ្ចឹងហើយទើបធ្វើឲ្យនាងសន្លប់នៅនឹងកន្លែងតែម្ដងហើយក្រុមគ្រួសាររបស់អាលីសក៏បានបញ្ជូននាងទៅកម្មវិធីពេទ្យដើម្បីធ្វើការសង្គ្រោះបងប្អូនតែជាសំណាងល្អដែលមិនមានផលប៉ះពាល់ដល់អាយុជីវិតរបស់នាងប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបងប្អូនគឺនាងបានខូចមុខរបស់នាងអស់មួយជីវិតតែម្ដងបងប្អូនដោយសារតែអាឈើហ្នឹងគឺចាក់ចូលជ្រៅហើយមុតមុខរបស់នាងខ្លាំងអញ្ចឹងណាអញ្ចឹងហើយទើបធ្វើឲ្យមុខរបស់នាងគឺមានថ្នាក់ស្នាមអស់មួយជីវិតហើយមិនអាចព្យាបាលជាបានទេបងប្អូន Oh my god រឿងដែលមិននឹកស្មានដល់បែរជាកើតឡើងចំពោះក្មេងស្រីដែលមានអាយុត្រឹមតែ15ឆ្នាំហើយបានខូចមុខអស់មួយជីវិតទៀតបងប្អូន Oh my god អញ្ចឹងហើយក្រោយមកម្ដាយរបស់អាលីសក៏បានធ្វើការប្តឹងទៅកាន់សមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចហៅមិត្តភ័ក្តិរបស់នាងហ្នឹងគឺមកតុលាការដើម្បីធ្វើការកាត់ក្តីបងប្អូនពេលនោះសមត្ថកិច្ចគេក៏បានបដិសេធថាគឺមិនអាចចាប់កាត់ទោសបានទេដោយសារតែមិត្តភ័ក្តិរបស់អាលីសនោះគឺមានអាយុត្រឹមតែ15ឆ្នាំប៉ុណ្ណោះមិនអាចយកទោសពីអ្វីបាននោះទេបងប្អូនអញ្ចឹងហើយគេក៏មិនអាចកាត់ទោសទៅលើមិត្តភ័ក្តិរបស់នាងបានទេបងប្អូនដែលធ្វើឲ្យម្ដាយរបស់នាងគឺមានការសោកស្ដាយជាខ្លាំងបងប្អូនហើយអាលីសហ្នឹងក៏មានការខូចចិត្តជាខ្លាំងផងដែរបងប្អូនដោយសារតែមុខរបស់នាងគឺខូចអស់មួយជីវិតតែម្ដងបងប្អូនអញ្ចឹងហើយបងប្អូនបើសិនបើបងប្អូនរៀបចំពិធីខួបកំណើតបងប្អូនសូមកុំលេងដូចក្នុងវីដេអូមួយនេះបងប្អូនកុំឲ្យមានបញ្ហាកើតឡើងដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនគឺត្រូវខូចមុខអស់មួយជីវិតតែម្ដងបងប្អូន